បាទសូមជំរាបសួរពុកម៉ែបងប្អូនយើងទាំងអស់គ្នាឥឡូវយើងចូលមកកាន់មេរៀនរបស់យើងតទៀតណាមេរៀនថ្ងៃនេះគឺយើងនិយាយអំពីដំណាក់កាលទី1ពាក់ព័ន្ធទៅនឹងការប៊ូសដោយយើងប៊ូសនៅក្នុង message នៅក្នុង photo នៅក្នុង TikTok យើងតតែម្ដងហើយយើងប៊ូសនេះគឺយើងប៊ូសយក message ណាអញ្ចឹងដើម្បីយើងធ្វើការប៊ូសតាមដំណាក់កាលមួយនេះគឺជាដំណាក់កាលដំបូងដែលយើងប៊ូសតាមរយៈរូបភាពឬក៏វីដេអូដែលយើងបានផុសនៅក្នុង TikTok របស់យើងណាអញ្ចឹងបងប្អូនទាំងអស់គ្នាចូលមកកាន់ account TikTok បងប្អូនមកនៅពេលដែលយើងចូលមកកាន់ account TikTok យើងបែបនេះបាទយើង select មកយើងចូលមកកាន់ account TikTok របស់យើងនៅពេលដែលយើងចូលមកកាន់ account TikTok របស់យើងហើយបងប្អូនធ្វើការជ្រើសរើសនៅពាក្យមួយនៅខាងក្រោមដែលមានពាក្យថា profile ណាយើង select លើនឹងមកបន្ទាប់មកបងប្អូនធ្វើការជ្រើសរើសណាជ្រើសរើសនៅវីដេអូឬក៏រូបភាពតែបងប្អូនចង់ធ្វើការប៊ូសណាឥឡូវនេះខ្ញុំឧទាហរណ៍ថារូបមួយនេះចុះបើសិនជាយើងមានវីដេអូយើងប៊ូសវីដេអូទៅអញ្ចឹងយើង select លើនឹងមក select លើរូបភាពឬក៏វីដេអូដែលបងប្អូនចង់ធ្វើការប៊ូសណាខ្ញុំ select លើហ្នឹងនៅពេលដែលយើង select លើហ្នឹងហើយបងប្អូននឹងឃើញសញ្ញាចុច3នៅខាងស្ដាំដៃណាខាងក្រោមហ្នឹងបងប្អូនធ្វើការ select លើហ្នឹងមកបន្តមកទៀតបងប្អូនមើលខាងក្រោមនេះឃើញអត់អញ្ចឹងបងប្អូនមើលខាងក្រោមនេះបងប្អូនឃើញពាក្យមួយមានឈ្មោះថា increase view ណានៅទី2ណានៅជួរទី2មានពាក្យថា increase views អញ្ចឹងបងប្អូន select លើហ្នឹងមកនៅពេលដែលយើងធ្វើការ select នៅលើនឹងរួចបងប្អូននឹងឃើញជាទម្រង់បែបនេះណាអញ្ចឹងទី1គឺ choose your goal ណាមានន័យថាយើងធ្វើការជ្រើសរើសនៅទម្រង់គោលដៅដែលយើងចង់ធ្វើការផ្សព្វផ្សាយអញ្ចឹងចំពោះទម្រង់ទាំងអស់នេះគឺមាន3មាន more viewer មាន more follower មាន more profile views អញ្ចឹងខ្ញុំសូមធ្វើការលម្អិតជូនបងប្អូនប៊ូ account នេះគឺមានន័យថាបើសិនតែយើង click ណាបើសិនតែយើង click នេះឃើញប៊ូតុងនៅខាងស្ដាំនេះបើយើងចង់បានមួយណាយើង click មួយហ្នឹងទៅអញ្ចឹង3ចំណុចហ្នឹងគឺមានន័យថាបើសិនតែបងប្អូនយក boost account បើយើងយកពាក្យថា more video view អញ្ចឹង more video view នេះគឺយើង boost ដើម្បីឲ្យគេចូលមកមើលណា view ដើម្បីឲ្យការ view នៅក្នុងវីដេអូរបស់យើងណាឲ្យការ view អីចឹងទៅប៉ុន្តែអត់មានអ្នកឆាតមកទិញទេកន្លែងហ្នឹងណាបាទតោះនេះកន្លែងហ្នឹងគឺអត់មានឆាតមកទិញទេគឺគ្រាន់តែវីដេអូ view ដើម្បីមានគេឃើញវីដេអូរបស់យើងបានច្រើន like impression ឡើងរីកឡើងអីតែប៉ុណ្្នឹងឯងណាតោះហ្នឹងចឹងកន្លែងហ្នឹងបន្តមកទៀតចំណុចទី2នេះបើសិនណាបងប្អូនធ្វើការ promote យកចំណុចទី2គឺ more follower មានន័យថាយើងចង់ឲ្យគេចូលមកចុច follower នៅគណនី TikTok របស់យើងកន្លែងហ្នឹងណាគឺគេនឹងចូលមកធ្វើការចុចនៅfollow នៅ account TikTok របស់យើងហើយបើសិនណាយើងយកខាងក្រោមមានន័យថា more profile viewer នេះគឺយើង promote ដើម្បីឲ្យគេមានន័យថាយើងផ្សព្វផ្សាយឲ្យគេមកចូលទៅកាន់ account ឬក៏ profile របស់យើងហ្នឹងទៅមើលវីដេអូណាគេចូលមក profile របស់យើងដើម្បីគេចូលមកមើល profile select លើ profile របស់យើងដើម្បីគេទៅមើលវីដេអូរបស់យើងហ្នឹងគឺយើងយកពាក្យថា more profile views តោះនេះកន្លែងហ្នឹងអញ្ចឹងខ្ញុំសូមអត់ម្ដងទៀតទី1គឺការប៊ូសយក view យក reach ឲ្យមានអ្នកមើលច្រើនវីដេអូរបស់យើងមានអ្នកមើលច្រើនរូបភាពរបស់យើងមានអ្នកមើលច្រើនប៉ុន្តែអត់មានអ្នកឆាតមកទិញទេបើយើងនិយាយពី Facebook វិញដូចយើងប៊ូសយក2 second អញ្ចឹងឬក៏យើង promote យកអីគេហៅថា promote យកយីហៅយើង awareness អញ្ចឹងណាអញ្ចឹងគឺដូចគ្នាអញ្ចឹងឯងណាអញ្ចឹងហើយចំពោះការ follower នេះដូចយើងប៊ូសយក like យកអីចឹងណាបងប្អូនរៀន Facebook បងប្អូនប្រកាសជាយល់ច្បាស់ហើយត្រង់កន្លែងហ្នឹងអញ្ចឹងទី2គឺយើងយក follower ទី3គឺយើងឲ្យគេចូលទៅឆែកមើល profile របស់យើងណាអញ្ចឹងគឺមាន3ហ្នឹងហើយបន្តមកទៀតយើងមកចូលនេះ get sold នេះមានន័យថាគឺជាការប៊ូសដែលយើងប្រើនៅ website ប្រើនៅ link ផ្សេងៗដែលយើងមាន link ជា website link អីហ្នឹងគឺយើងយក get sold ហ្នឹងទៅដើម្បីគេចុច link website របស់យើងចូលទៅទិញផលិតផលរបស់យើងអញ្ចឹងណាអញ្ចឹងក្នុងនេះខ្ញុំអត់សូវលម្អិតទេដោយសារតែយើងអត់សូវមាន website ទេហ្នឹងណាបើសិនតែយើងមាន website យើងយក get sold ហ្នឹងទៅនេះបងប្អូនឃើញគេឲ្យយើងដាក់ website ដាក់អីមកអញ្ចឹងណាប៉ុន្តែយើងមិនបាច់ទេកន្លែងហ្នឹងបងប្អូនណាយើងអត់ចាំបាច់ចាំ promote យកកន្លែងហ្នឹងក៏បានដែរអ្វីដែលយើងត្រូវផ្ដោតគឺចំនួនតើតើនៅចុងក្រោយគឺ get lead នេះ get lead ណាអញ្ចឹងយើងមើលចំណុច get lead គឺជាគោលដៅមួយដែលយើងធ្វើការផ្សព្វផ្សាយដែលនៅក្នុងហ្នឹងគឺមានមុខងារជាច្រើនដែលឲ្យបងប្អូនធ្វើការជ្រើសរើសណាអញ្ចឹងក្នុងហ្នឹងយើងមើលមកយើងចូល get leads បន្ទាប់មកបងប្អូនមើលទី1មានពាក្យថា more TikTok message អញ្ចឹង more phone calls ហើយ more leads other messaging apps អញ្ចឹងវាមាន4ណាវាមាន TikTok messages
ចឹងអ្វីដែលបងប្អូនចង់ធ្វើការផ្សព្វផ្សាយនៅក្នុង TikTok គឺយើងចង់ឲ្យមាន message ណា message អញ្ចឹងដើម្បីឲ្យមាន message យើងត្រូវមើលពាក្យទី1មានឈ្មោះថា more TikTok message បងប្អូនធ្វើការ select លើហ្នឹងមកឃើញទេអញ្ចឹងពេលយើង select មកឃើញពាក្យថា not now ហើយគេឲ្យយើង open នៅ setting ណាអញ្ចឹងយើងចង់បាន message យើង select open setting ហ្នឹងមកបន្ទាប់មកយើងមើលខាងលើ allow direct message from អញ្ចឹងបងប្អូនយកខាងលើនេះបងប្អូន select មកអញ្ចឹងយើងយកឲ្យមនុស្សគ្រប់គ្នាឃើញណាឃើញការផ្សព្វផ្សាយរបស់យើងហើយគាត់ឆាតរបស់យើងយកខាងលើគឺ everyone ខាងលើហ្នឹងមកយើង select មកប៉ុណ្ណឹងអូខេប៉ុណ្ណឹងហើយយើងឃើញនេះ load មកគឺ everyone អញ្ចឹងយើងថយមកវិញមកអញ្ចឹងយើងបាន click ហើយឃើញទេគឺ more TikTok messages របស់យើងគឺស្ថិតនៅក្នុង message ណានៅក្នុង message ដែលគេអាចឆាតមកយើងបាននៅក្នុង TikTok របស់យើងអញ្ចឹងបើសិនបងប្អូនយក message បងប្អូនមើលខាងលើជាទូទៅបងប្អូន boost TikTok ពីច្រើនគឺតែងតែចង់បាននៅ message ណាអញ្ចឹងឧទាហរណ៍ខ្ញុំឧទាហរណ៍បញ្ជាក់មួយឲ្យបងប្អូនយល់បើសិនណាបងប្អូនចង់យក phone more phone call បងប្អូនយក more phone call នេះមកយើង select មកយើងដាក់លេខទូរស័ព្ទបងប្អូនមកឃើញទេដាក់លេខទូរស័ព្ទមកអញ្ចឹងកន្លែងហ្នឹងយើងដាក់លេខទូរស័ព្ទមកហើយបងប្អូនយក shop now ឬក៏ contact us អីចឹងបងប្អូន select មកតាមហ្នឹងមកណាបើ call now បងប្អូនយក call now មកហើយយើងដាក់លេខទូរស័ព្ទយើងមករួចជាការស្រេចនេះគឺជាកន្លែងដែលយើងដាក់លេខទូរស័ព្ទដើម្បីគេ call មកកាន់យើងគឺចំណុចទី2ណាទី3គឺ more lead បងប្អូនមើល more lead នេះយើង select លើហ្នឹងមកអញ្ចឹង more lead នេះមានន័យថាគឺជាការបូសដូចគ្នាអត់មានន័យថាគឺជាទម្រង់អត់ខុសអីពីទម្រង់ Facebook ទេមានន័យថាយើងចង់បានជាទម្រង់ form ណាមួយដើម្បីឲ្យ view អតិថិជនងាយស្រួលក្នុងការចុះឈ្មោះអីចឹងទៅប៉ុន្តែជាទូទៅយើងអត់សូវប្រើទេកន្លែងហ្នឹងយើងមិនបាច់ប្រើទេណាកន្លែងហ្នឹងណាអត់អីទេអញ្ចឹងយើងអត់បាច់ប្រើទេ more lead ហ្នឹងគឺយើងប្រើតែ message phone call ឬក៏ចុងក្រោយបងប្អូនមើលឃើញពាក្យមួយគឺ other messaging apps អញ្ចឹងយើង select លើហ្នឹងមកអញ្ចឹងចំពោះចំណុចចុងក្រោយនេះគឺជាកន្លែងសំខាន់ណា other messaging apps អញ្ចឹងកន្លែងហ្នឹងកាលពីមុន TikTok អត់ទាន់ update ច្រើនតែឥឡូវនេះ TikTok update ច្រើនមែនតើគឺឲ្យយើងមានភាពងាយស្រួលមែនតើកន្លែងហ្នឹងណាចំពោះបងប្អូនដែលចង់បូស message ហើយចង់ឲ្យគេធ្វើការឆាតធ្វើគេឆាតមកយើងណាបងប្អូនចង់ឲ្យមានគេឆាតមកយើងតាមរយៈ Telegram តាមរយៈ page ឬក៏តាមរយៈ WhatsApp បងប្អូនយកពាក្យថានេះ other messaging app បងប្អូនយកខាងក្រោមគេទៅបើយើងចង់បានមួយហ្នឹងគឺយើងប្រម៉ូទមួយហ្នឹងគេនឹងតាក់ទងទៅយើងតាមរយៈ page តាមរយៈ Telegram នេះបងប្អូនឃើញមាន3ដែរឲ្យយើងជ្រើសរើសទី1គឺយើងចង់ភ្ជាប់ជាមួយនឹង WhatsApp ទី2យើងចង់ភ្ជាប់ជាមួយទៅនឹង Messenger ណាទី3យើងចង់ប្រើ link ផ្សេងអញ្ចឹងខ្ញុំបង្ហាញមួយឲ្យបងប្អូនងាយយល់ណាទី1បងប្អូនមើលពាក្យថា WhatsApp បងប្អូន select លើ WhatsApp ហ្នឹងមកបន្ទាប់មកបងប្អូនមានលេខ WhatsApp បងប្អូនដាក់លេខ WhatsApp ចូលកន្លែងនេះមកហើយបន្ទាប់មកយើង save រួចហើយឃើញទេអញ្ចឹងបើសិនជាយើងមាន WhatsApp យើងដាក់លេខ WhatsApp ទៅហើយ save មួយមករួចបន្ទាប់មកយើងចូល Messenger កន្លែងនេះគឺទាក់ទងទៅនឹង Facebook page ណាគឺនឹងរុញចូល Facebook page របស់យើងបើសិនជាយើងមាន page របស់យើងឲ្យគេតាក់ទងទៅ page របស់យើងបងប្អូនដាក់ page ចូលមកបងប្អូនយកពាក្យ Facebook page ID ណាបងប្អូនកន្លែងហ្នឹងគេត្រូវការឲ្យយើងដាក់តែ Facebook page ID ទេអត់មែនដាក់ link ទេណាអញ្ចឹង Facebook page ID យើងទៅរកណាយើងទៅរកក្នុង page របស់យើងចូលមកកាន់ page យើងមកខ្ញុំចូលមកកាន់ page របស់ខ្ញុំមួយនេះ page នេះអញ្ចឹងយើងចូលមកកាន់ page ចឹងមកបងប្អូនចូលទៅរកមើល page ID បងប្អូនយកកន្លែងពាក្យថា about នេះកន្លែង about នៅក្នុង page យើងហើយបងប្អូនមើលមកខាងក្រោមបងប្អូននឹងឃើញពាក្យថានេះpage transparency ណាបងប្អូនយកពាក្យថា page transparency បងប្អូន select ពាក្យថា see all នេះហើយបងប្អូនទាញមកបាទអត់ឃើញអញ្ចឹងបើអត់ឃើញយើងត្រូវធ្វើម៉េចបាទកន្លែងខ្លះយើងឃើញអញ្ចឹងបើអត់ឃើញទេបងប្អូនទាញមកខាងក្រោមមកយើងយកពាក្យថា see all account អញ្ចឹងណាបន្ទាប់មកបងប្អូនទាញមកទៀតបាទទាញមកទៀតណាបងប្អូននឹងឃើញពាក្យថា page transparency ហើយបងប្អូននឹងឃើញ page ID នេះលេខនេះគឺជាលេខ ID បងប្អូនធ្វើការយកទៅដាក់នៅក្នុងTikTok របស់យើងទៅអញ្ចឹងខ្ញុំសូមបង្ហាញម្ដងទៀតយើងចូលមកកាន់ about មកបងយើងចូលមកកាន់ page របស់យើងយកកាន់ about ហើយបងប្អូនទាញមកខាងក្រោមឃើញ page transparency បងប្អូនទាញមកខាងក្រោមទាំងអស់អញ្ចឹងក៏បានបងប្អូនឃើញពាក្យថា see all account all about ណាបងប្អូន select លើហ្នឹងហើយបងប្អូនទាញមកខាងក្រោមទាញមក scroll មកណា scroll មកបងប្អូននឹងឃើញ page ID ឃើញទេយើងសរសេរមកកន្លែងហ្នឹងគឺឲ្យ copy ទេយើងបានតែសរសេរចម្លងយកទៅដាក់នៅក្នុង TikTok នេះដាក់កន្លែងនេះ
ពេលដែលយើងដាក់កន្លែងហ្នឹងហើយយើង save មកគឺជាប់ហើយអញ្ចឹងមានន័យថាយើងអាច direct chat ទៅកាន់ page របស់យើងបានតោះនេះកន្លែងហ្នឹងបន្តមកទៀតបងប្អូនចង់ប្រើ link Telegram បងប្អូន select មកនេះ other URL អញ្ចឹងកន្លែងនេះគឺយើងដាក់ link Telegram បងប្អូន copy link មក link Telegram របស់យើងហ្នឹងដាក់មក save មករួចហើយអញ្ចឹង3 4ហ្នឹងបើសិនតែយើងមានយើងដាក់ភ្ជាប់ទាំងអស់ទៅដើម្បីឲ្យភ្ញៀវងាយស្រួលក្នុងការតាក់ទងទៅកាន់យើងណាបាទអញ្ចឹងនៅក្នុងវីដេអូរបស់យើងវគ្គ1នេះគឺខ្ញុំសូមលម្អិតប៉ុណ្ណឹងសិនខ្លាចវែងពេកបងប្អូនពិបាកយល់ហើយខ្ញុំនឹងបង្ហាញបងប្អូននៅវគ្គទី2ដើម្បីបញ្ចប់នៅក្នុងការបូសចំណុចទី1របស់យើងអរគុណបងប្អូនយើងទាំងអស់គ្នាជួបខ្ញុំនៅក្នុងវីដេអូក្រោយ